ចម្លងដោយ TurboScribe ចូលទៅកាន់ Unlimited ដើម្បីលុបសារនេះចូលយើងខ្លាចជាមិត្តល្អបំផុតជាការពិតណាស់តើវាជាមិត្តភាពរវាងមនុស្ស3នាក់មែនទេកំណត់ដោយសំណាងត្រឹមត្រូវតើអ្នកដឹងដោយរបៀបណាថាខ្ញុំគួរស្ដាប់តិចហើយនិយាយតិចវាបង្ហាញថានាងមានចំណង់ចំណូលចិត្តទាំងអស់របស់នាងដឹងរបស់អ្នកអរគុណអស្ចារ្យមែនឈៀនខ្ញុំគិតថាខ្ញុំចាប់ផ្ដើមចូលចិត្តនាងហើយឆេនអូយយើងទាំង3នាក់នឹងបន្តទៅមុខទៀតអ្នកទាំងពីរជាមិត្តល្អនឹងគ្នាមែនទេតើអ្នកកំពុងនិយាយអំពីអ្វីអ្នកលេងបានល្អណាស់ឥឡូវនេះតើខ្ញុំត្រូវការនិយាយបន្ថែមទៀតទេមើលចុះអ្នកកំពុងបែកញើសនេះមិនមែនជាកន្សែងរបស់ខ្ញុំទេអ្នកកុំវាខ្ញុំខ្ញុំនឹងបង្រៀនអ្នកពីរបៀបលេងបាល់ប៉ុន្តែអ្នកមិនគួរលេងទេឈៀនខ្សែស្បែកជើងរបស់អ្នកត្រូវបានស្រេចហើយខ្ញុំទុកឲ្យខ្ញុំយកវាឲ្យអ្នកអរគុណចេនខ្ញុំក៏ចង់លេងបាល់បោះដែរលើកក្រោយសូមបង្រៀនខ្ញុំផងយកព្រមដរាបណាខ្ញុំលាក់វាឲ្យបានល្អគ្រប់គ្រាន់យើងនឹងនៅតែជាមិត្តភក្តិឈៀនតើអ្នកកំពុងមើលអ្វីទេវាគ្មានអ្វីទេអូខេមិនអីទេយើងជិតបញ្ចប់ការសិក្សាហើយតោះទៅមើលកុនយកព្រមយ៉ាងណាមិញយើងទើបតែបានឃើញការពីពេលមុននេះបន្តិចអូមិនអីទេវាបានបង្ហាញថាខ្ញុំជាមនុស្សដែលមិនចាំបាច់នោះអូយអូនសម្លាញ់អូនមិនទាន់សម្រាលកូនមុននេះទេតើអ្នកឈឺទេតើអ្នកខឹងទេខ្ញុំនឹងទៅបន្ទប់ទឹកទោះបីជាយើងទាំង3នាក់ជាមិត្តល្អក៏ដោយប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាទំនាក់ទំនងរបស់យើងភាគច្រើនហ៊ានអ្នកតែងតែមានភាពប្រសើរខ្លាំងណាស់ដូច្នេះអ្នកឃើញខ្ញុំដូច្នេះឈៀនអ្នកយកច្រឡំហើយខ្ញុំមិនបាននោះហើយជាអ្វីដែលខ្ញុំចង់មានន័យនោះមានន័យយ៉ាងណាហើយអ្វីបានជាអ្នកកាច់ម្លេះយើងជាមិត្តភក្តិនឹងគ្នាមិត្តភក្តិតើអ្នកចាត់ទុកខ្ញុំជាមិត្តទេចាប់តាំងពីមិត្តភាពរបស់មនុស្ស3នាក់វាត្រូវបានកំណត់ឲ្យមានមនុស្សច្រើនដូច្នេះខ្ញុំជ្រើសរើសឈប់ឈៀនក្រោយមកយើងក៏បាត់ទំនាក់ទំនងភិកនឹងអានណាចេញនឹងអ្នកដទៃទៀតសួស្ដីអំណោយច្រើនណាស់ទំនាក់ទំនងរបស់ពួកគេវានៅតែល្អណាស់ខ្ញុំជាស្ដេចហើយឈ្មោះរបស់ខ្ញុំគឺ Truffledale បាទតើមានអ្នកណាដែលអ្នកចូលចិត្តនៅក្នុងព្រឹត្តិការណ៍នេះទេមានបន្ទាប់មួយលេខ2ថើបអ្នកនៅខាងស្ដាំតើអ្នកណាត្រូវការថែងឈិនថាប់ខ្ញុំមួយផង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 ខ្ញុំនឹងផឹកការសុទ្ធបាល់ពីនៃសម្រាប់ពួកគេមិនចាំបាច់ទេខ្ញុំអាចធ្វើវាដោយខ្លួនឯងបានយើងនឹងក្លាយជាមិត្តល្អជានិច្ចខ្ញុំចាប់ផ្ដើមចូលចិត្តហ្គេមចុងក្រោយហើយរឿង4យ៉ាងមិត្តភាពរវាងមនុស្ស3នាក់វាត្រូវបានកំណត់ឲ្យមានមនុស្សច្រើនបន្ទាប់មកខ្ញុំជ្រើសរើស10ថយប្រយ័ត្នប្រសិនបើខ្ញុំបានធ្វើអ្វីមួយដោយដៃនៅពេលនោះតើខ្ញុំអាចជាអ្នកដែលមានរឿងចង់ប្រាប់បានទេក្មេងល្ងងឲ្យខ្ញុំដឹងថាអ្នកក្រពះមិនល្អដូច្នេះរាល់ពេលពួកវានឹងបំពេញសីតុណ្ហភាពរាងកាយរបស់អ្នកឡើងវិញរាល់ជីវិតដើម្បីជាប្រយោជន៍នៃការចូលចិត្តអ្នកខ្ញុំភ្លេចអ្នកហើយតើលោកគ្រូអាចបង្រៀនខ្ញុំពេលក្រោយបានទេប៉ុន្តែវាហាក់ដូចជាបន្ទាប់ពីការប្រកួតនោះបន្ទាប់មកអ្នកចាប់ផ្ដើមគេងតើអ្នកទើបតែនិយាយអ្វីខ្ញុំនឹងនិយាយវាម្ដងទៀតឈៀនតាមពិតខ្ញុំចេងកុំភ្លេចអ្វីដែលអ្នកបានសន្យារបស់ខ្ញុំរោងភាពយន្តផ្ដាច់មុខយូគូផ្ដាច់មុខសម្រាប់រឿងភាគទូរទស្សន៍យោ